បាទឥឡូវនេះយើងមកជួបគ្នាទៀតហើយបាទឥឡូវនេះយើងដល់ម៉ោងស៊ីត្រាវទៀតហើយបាទស៊ីត្រាវទាំងអស់គ្នាតែត្រាវនេះបាទស៊ីទៅគឺមានឲ្យជារសមួយគេហៅថារសជាតិបំភ្លេចមិនបានបាទស្ដាប់ហើយគឺចង់ស្ដាប់ទៀតដោយសារជារឿងបទពិសោធន៍ជីវិតនៅក្នុងសង្គមដែលយើងគេហៅថាជឿលើគ្រូអាគមគ្រូគាថាគ្រូបារមីហើយអញ្ចឹងបងប្អូនយល់ពាក្យថាគ្រូបារមីទេបាទពាក្យថាបាហ្នឹងគឺឪពុកគឺឈ្មោលបាទរមីមកពីតែពាក្យសេរីហ្នឹងគឺប្រែថាស្រីបាទបារស្រីបាទអញ្ចឹងយើងទៅនេះគឺថាគ្រូដែលទៅរកបារមីទៅរកអីហ្នឹងគឺក្រៅពីគេហៅថាហើយលឹងនឹងយោនីទេបាទគឺទៅរឿងហ្នឹងឯងបាទគ្មានអីក្រៅពីរឿងហ្នឹងទេហើយអញ្ចឹងទេសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បាទអ្វីក៏ដោយចង់ហាងកាទៀវអីលក់ដាច់គឺសំខាន់លើទឹកស៊ុបហើយមួយទៀតគឺគេហៅថាឲ្យជារសទឹកស៊ុបហើយនឹងឲ្យជារសពាក្យសម្ដីគេហៅថាកាយវិចារចិត្តបាទយកបល័យ3ហ្នឹងបោកចូលគ្នាទៅគឺថាហាងនឹងលក់ដាច់ហើយបាទមិនបាច់ទៅរកគ្រូអូមអាមកក្តាមដុតអីទេហើយបើតាមជឿបើកហាងទៅនៅក្នុងព្រៃបាទព្រៃកសួរនៅកំពង់ចាមនៅប៉ោយប៉ែតអីនៅព្រៃកសួរបើមានអ្នកស្គាល់អ្នកទៅហូបគឺអត់ទេតែបើយើងនៅចំមុខគេហៅថាទីប្រជុំជនហើយបាទកន្លែងល្អហើយណាអ្នករត់តុកសម្ដីផ្អែមបាទពូជើញហូបអីពូបាទមកគ្នាម៉ាអ្នកអីម៉ាអ្នកសុំជើញបាទឥឡូវចែកម្លែករបៀបរត់តុកចោះបាទខ្ញុំក៏ធ្លាប់អ្នករត់តុកដែរអញ្ចឹងណាពូជើញអ្នកខ្លះគេចូលទៅគេហៅមេទៅមេសុំជើញហើយយើងនេះមកបាទឬគេហៅមេចូលដែរបណ្ដោយកន្លែងណាបាទសុំជើញមេអូជូតតុកជូតអីមេជើញមកម៉ាអ្នកអូមានមេស្រីអូសអែដំអូមនុស្សយើងងាប់រស់នឹងពាក្យសម្ដីតាបាទដល់អង្គុយទៅបាទមេសុំជើញអត់អីទឹកស៊ុបក៏ឆ្ងាញ់សម្ដីក៏ព្រោះទីតាំងក៏មានអនាម័យកន្លែងចតឡានក៏ស្រួលឃើញហ៎បងប្អូនមកឯងតែបើកាទៀវខ្លះមិននិយាយទេនៅបាត់ដំបងកន្លែងខ្លះបាទមហារឹកបាទសួរវាក៏អត់បានដែរបាទមុខដូចគេយកទៅចងបាញ់បាទចង់កាទៀវឆ្ងាញ់ប៉ុណ្ណាប៉ុណ្ណីក៏ដោយក៏គេហៅថាឲ្យជារសនៃភាពឆ្លើយរបស់ម្ចាស់ហាងឬក៏អ្នករត់តុវាដកចូលនៅក្នុងកាទៀវស៊ីឆ្ងាញ់មែនតែគេហៅថាចិត្តមិនស្ងប់ដោយសារតែគេពាក្យមួយគេហៅថាលុយជាស្ដាច់បាទអ្នកបំរើជាគេហៅថាតេតិជនជាស្ដាច់បាទអញ្ចឹងយើងជាអ្នករស់ស៊ីគឺជាកញ្ជះបាទនេះជាពាក្យទូទៅមិនមែនខ្ញុំមើលងាយទេបាទឥឡូវយើងចូលដល់សាច់រឿងយើងវិញឥឡូវខ្ញុំនឹងចាក់សម្ដីម៉ាព្រោះម៉ាគាត់ឆាតមកគាត់តេមកលេងបាទគាត់ថាអើយក្មួយសុផលអើយមិនហើយបាទឃើញទៅកំពង់សោមទៅអីក្មួយអើយណាពាក់ម៉ាស់ដល់តិចក៏ដោយក៏គេស្គាល់បាទយកគាត់ធ្លាប់ទៅផ្សារណាទិញម្ហូបទិញអីដើរទៅអង្គុយកន្លែងនេះកន្លែងនោះគេទៅគាត់ទៅផ្សារហ្នឹងគឺថានៅកំពង់សោមឥឡូវកំពុងតែផ្ទុះល្បីរឿងហ្នឹងហ្មងបាទគឺផ្ទុះល្បីមែនតើគាត់ថាអូយក្មួយសុផលឲ្យទៅខ្មាស់គេណាបាទបិទម៉ាស់បិទអីក៏គេស្គាល់ហើយទៅកន្លែងណាក៏គេនិយាយពីរឿងហ្នឹងដែរហើយគេអាណិតអ៊ំគ្រប់គ្នាបាទពួកអ៊ំចាស់ហើយអ៊ំអាយុ75ហើយដោយអ៊ំនិយាយក្នុងឃ្លីបចឹងអ៊ំថាបើវាជ្រុលស្រឡាញ់គ្នាក៏ជ្រុលស្រឡាញ់ចោះទី1ឲ្យដោះអំពើបាទទី2ណាឲ្យស្គាល់ម៉ែស្គាល់ឪបាទស្គាល់កូនស្គាល់អីនេះយកបើថាជ្រុលមិនទាន់បានក្រាបក្បាលដល់កទេលសែនអីខ្មោចមេបាដូនតាទេឲ្យនាំប្រពន្ធនឹងមកកត្រកផ្លែឈើអីមកកត្រកមកណានាំប្រពន្ធឲ្យស្គាល់គេហៅថាស្រឡាញ់មេបំពេកូនបាទអញ្ចឹងទេឲ្យចេះស្គាល់ចាស់ទុំស្គាល់កូនគេស្រឡាញ់កូនគេក៏ដូចស្រឡាញ់ជាកូនខ្លួនឯងអាហ្នឹងបានវាទៅរួចហើយបើយើងយកទៅគ្នាទៅបាត់បាទដូចយករបស់យកហឹបមួយឬក៏យកឆ្កែមួយយកទៅបាត់បាទបំភ្លេចផ្ទះសួរថាតើម៉ែឪគេនៅផ្ទះនេះសុខចិត្តទេគឺអត់សុខចិត្តទេអញ្ចឹងសុំឲ្យបាទគ្រូហេងហ៊ន់នេះបាទដែលជាបារមីស្ដេចនាគខៀវបាទហើយបងប្អូនចាំមើលខ្ញុំដាក់នេះដៃរបស់គាត់បងប្អូនឃើញទេដៃគាត់ថាដៃគាត់ហ្នឹងគឺអាម្រាម2ហ្នឹងគឺស្មើគ្នាគឺអ្នកមានបុណ្យបាទគឺជាកូនយាយម៉ៅចាប់ជាតិបាទហ្នឹងគាត់សំអាងបាទប្រាប់ទៅកូនសិស្សហើយកូនសិស្សហ្នឹងឆាតប្រាប់ខ្ញុំបាទថាអូគ្រូហ្នឹងគាត់ថាគាត់ហ្នឹងកូនយាយម៉ៅចាប់ជាតិបានគាត់មានបារមីគាត់អាចមើលគេបានហើយសូម្បីអាស្រមភូមិគ្រឹះគាត់នោះក៏ដាក់រូបលោកយាយម៉ៅដែរដាក់អីអាស្រមភូមិគ្រឹះលោកយាយម៉ៅអីចឹងទៅបាទយកគេហៅថាខ្ចីកាយបន្តអាយុមានន័យថាយកឈ្មោះគេហ្នឹងមកសំអាងទាំងយាយម៉ៅអត់ដឹងអីទេបាទយាយម៉ៅអត់ដឹងអីទេបាទយាយម៉ៅមកប្រាប់ខ្ញុំហើយថាចៅផលអើយយាយអត់មានដឹងអីទេយាយអត់មានបានលូកដៃក្នុងរឿងហ្នឹងទេយាយបានជួយទេណាយាយដឹងតែសំសិលភាវនាឲ្យកូនចៅទៅកំពង់សោមទៅមកណាសុខសប្បាយតែប៉ុណ្្នឹងទេរឿងយាយឲ្យទៅជួយគេដាក់អាគុំស្នេហ៍ទៅអីលឹងនឹងយោនីអីហ្នឹងគឺយាយអត់ចេះទេបាទអញ្ចឹងអ្នកដែលឲ្យដករូបលឹងយោនីនៅកន្លែងលោកយាយម៉ៅនេះខណ្ឌច័ន្ទសផលបាទណានិយាយមុខថ្ងៃបាទស្បត់ឲ្យលុតទៅតាមថ្ងៃក៏បានដែរនេះគឺខ្ញុំអ្នកឲ្យដកទាំងអស់បាទរូបដែលដាក់នៅកន្លែងលោកយាយម៉ៅពីដើមឡើយបាទគឺម្នាក់ទៅសែនទៅថ្វាយបាទដាក់លឹងប៉ុណ្ណានៅខ្លះឆ្លាក់ឈើមកឡើងអាឡូស្អាតវែងណាបងប្អូនបាទអ្នកធ្លាប់ទៅអុជធូបកន្លែងលោកយាយម៉ៅដឹងហើយដល់ហើយលោកយាយគាត់មកប្រាប់ខ្ញុំគាត់ថាចៅអើយ
ប្រាប់មនុស្សលោកទៅចៅឯងអ្នកដែលហៅថាអាចនិយាយបានណាចៅឯងនិយាយប្រាប់ទៅថាយាយមិនមែនជាមនុស្សដែលដូចអកតេអាគ្រូមួយចំនួនគិតទេលឹងយូនីស្អីយាយមិនត្រូវការទេព្រោះយាយបានសោយសម្បត្តិគេហៅថាជាទឹកហើយបាទមិនទៅចាប់វិលកំណើតទៅជាមនុស្សទៅជាអីទេវាដូចជាទេវតាជាន់ខ្ពស់អញ្ចឹងចៅឯងប្រាប់ទៅឲ្យដកលឹងចេញបាទខ្ញុំកាលនោះក៏ឲ្យអ្នកយាមកាមនឹងថាដកចេញទៅហើយខ្ញុំក៏បញ្យល់ប្រាប់គាត់ខ្ញុំថាឥឡូវដូចយាយគាត់កាន់សិល5ណាទៅរកអីលឹងយូនីមកដាក់កំបែងក្បាលវាស្អីទៀតបាទអញ្ចឹងដកចេញទៅចាប់ពីពេលនោះមកមានអ្នកយកទៅដាក់ក៏គេដកចេញគេប្រាប់គេអីទៅបាទព្រោះគាត់គឺជាអ្នកគេហៅថាមហាឧបាសិកាហើយជាអ្នកកាន់ធម៌ប្រព្រឹត្តនៅព្រហ្មចរិយធម៌បាទមិនទៅជាលឹងយូនីស្អីដែលការគិតអកតេរបស់មនុស្សមួយចំនួនយើងត្រូវគិតថាមនុស្សគាត់ចាស់មនុស្សគាត់សន្សំបុណ្យបារមីគឺអត់ត្រូវការអញ្ចឹងទេបាទអញ្ចឹងក៏បានសបផ្សាយកន្លងមកហ្នឹងគឺលែងដាក់ហើយបាទលែងដាក់លឹងយូនីហើយបាទពីដើមអ្នកណាអូយីម៉ៅត្រូវការចេះគឺខុសការគិតហ្នឹងគឺជាការគិតអកតេហើយអញ្ចឹងឥឡូវអ៊ំស្រីបាទអាម៉ាហ្នឹងខ្ញុំហៅអាម៉ាព្រោះគាត់ចិនទីវជីវណាំងបាទគឺនៅខាងកពតបាទគាត់អ្នកកពតតែទៅនៅកំពង់សោមគាត់បើកលក់ស៊ុបចម្រើនវាសនាគាត់តនេគាត់ចុចមកថាអើយក្មួយសុផលបានក្មួយឯងបាននិយាយលេងនោះអ៊ំសប្បាយចិត្តណាស់អ៊ំធូរទ្រូងតិចតែអ៊ំនៅតែតន្ទឹងចាំមើលផ្លូវកូនស្រីគាត់នេះបាទចាំមើលមកហើយខ្លាចតែមកហ្នឹងវាមកទាប្លង់ទានេះទានោះយកទៅទៀតដោយលមុនបាទលមុនវាមកទាប្លង់ដីប្លង់ផ្ទះហើយវាយកទ្របទៅវាមានមាសមានជៀនមានខ្សែកអីទៅអស់ហើយនឹងផ្ទះវាលក់ណាបានមកដល់100000វាអត់មានចែកអីទេវាយកទៅបាត់ទៅបាទអានេះគឺសម្ដីអ៊ំស្រីគាត់ប្រាប់គាត់ជាម្ដាយបាទហើយឥឡូវគាត់ក៏មានការអនុគ្រោះក្នុងគេហៅថាព្រំវគ្គព្រំវិហារធម៌នៃភាពជាម្ដាយណាបញ្ជ្រុលថាស្រឡាញ់គ្នាដោយបែបណាក៏បែបចោះតែធ្វើម៉េចឲ្យអាកូនប្រសាហ្នឹងបាទឲ្យចេះស្គាល់ម៉ែស្គាល់ឪស្គាល់កូនស្គាល់អីទៅយកមកយកកូនគេមកដឹកមកឲ្យគេហៅថាមានភាពស្និទ្ធស្នាលគ្នាឡើងវិញហើយគាត់ក៏អត់មានទៀមទាអីដែរបាទឲ្យមានភាពស្និទ្ធស្នាលគ្នាឡើងវិញឲ្យស្គាល់ភាពជាម្ដាយក្មេកបាទកូនគេក៏ដូចជាកូនប្រសាដែលខ្ញុំនិយាយអង់គ្លេសថា love me love my dog ស្រឡាញ់ខ្ញុំស្រឡាញ់ឆ្កែខ្ញុំផង love me love my dog បាទអញ្ចឹងទេយើងមកស្រឡាញ់កូនគេទៅយើងឧបត្ថម្ភកូនគេយើងរកបានទាយពីនេះពីនោះមកបានណាតែយើងធ្វើល្អក្មេងវាដូចกระดาษសអញ្ចឹងវាក៏វាចេះគិតវារៀនណាចាប់បាក់10ឆ្នាំហ្នឹងបាទអញ្ចឹងក៏វាចេះគិតដែរតែអញចង់មែនតែគាត់គេតែចិត្តល្អមានសន្តានចិត្តណាគេក្មេងវាចង់ចាំមួយខែឧបត្ថម្ភអញ100ណាមីប្អូន80មីបើនោះ50 60ទៅបាទយើងឧបត្ថម្ភទៅម៉ែក្មេងថាអូម៉ែចាស់ខ្ញុំជូនណាទឹកតិចកម្មស្អីណាអូចាគាត់ស្រឡាញ់ងាប់ហើយតែមិនសោះបាទ4-5ឆ្នាំនេះគឺបិទស្ងាត់ឈឹងបិទសភៅនឹងស្ងាត់ឥឡូវដល់រហូតដល់គាត់គិតថាជីវិតចុងក្រោយរបស់គាត់បើមិនមានឲ្យការផ្ទុះកោះកាយនៃរឿងក្រុមគ្រួសារគាត់ទេគឺគាត់អស់ឱកាសឲ្យគាត់ស្លាប់ទៅគឺបិទនៃលែងចិត្តហើយគាត់ខ្មាស់គេទៀតពេញទាំងកំពង់សោមទាំងដឹងថាខមមិនបងប្អូនគឺអាណិតអ្នកខ្លះស្គាល់ណានៅចិត្តភូមិផងលបងជាមួយគេដឹងរឿងពិតទាំងអស់បាទនៃរឿងសុខចម្រើនវាសនាហ្នឹងបាទអញ្ចឹងបានអ៊ំស្រីគាត់អំពាវនាវទៀតគាត់លើកទោសលើកអីទាំងអស់គាត់កាត់ចិត្តខន្តីទាំងអស់ណាឲ្យនេះលោកហ៊ុននេះដែលជាកូនប្រសានេះណាយកកូនគាត់ទៅឲ្យផ្ទះគាត់វិញបាទមិនបាច់ឲ្យទៅលេងទៅបាទទៅលេងម្ដាយក្មេកទៅលេងអីទៅដូចខ្ញុំនិយាយវាអត់មានខុសខាតអីទេតែបើយើងមាននេះបាទគឺគេហៅថាសំបីតែមជ្ឈដ្ឋានអតិថិជនរបស់លោកបាទអតិថិជនរបស់លោកក៏លែងហ៊ានដល់លោកដែរនៅពេលដែលគេដឹងទង្វើរបស់លោកគេហៅថាមើលទៅដូចជាខ្មៅងងឹតណាបាទទង្វើនេះហើយនៅក្នុងគេហៅថាបញ្ញសិលនិច្ចសិលហ្នឹងគឺសិល5ហ្នឹងយើងគឺខុសនៅក្នុងសិល5បាត់ហើយយើងបានប្រព្រឹត្តបាបទៅហើយទី1គឺលួចឆក់ប្រពន្ធគេហ្នឹងឯងទាំងយើងដឹងថាគេមានប្តីបាទគេមានប្តីយើងឆក់ប្រពន្ធគេណាឃើញខុសប្រព្រឹត្តក្នុងកាមបាត់ហើយអញ្ចឹងគឺខុសមួយហើយតែអ្វីអាហ្នឹងគឺគេហៅបនបាបទូទាត់គ្នានៅពេលខាងមុខទៀតបាទដូចខ្ញុំនិយាយបនបាបហុចផលឲ្យយ៉ាងយូរ3ម៉ោង3ថ្ងៃ3ខែ3ឆ្នាំនិង3កាប់អត់វែងម្ចាស់ទេបាទគឺអ្នកឯងនឹងទទួលនៅបាបកម្មអ្វីមួយគឺថាស្លាប់ទៅនៅក្នុងគម្ពីរបតែបេដកគឺនរៈបាទអញ្ចឹងគឺសុំឲ្យលោកហេងហ៊ុននេះបាទឲ្យប្រែចិត្តប្រែកាយបាទប្រែចិត្តឲ្យប្រែកាយបាទកាយវិចារចិត្តណាឲ្យមកជាល្អវិញធ្វើល្អយកគំរូបើខ្ញុំនិយាយឲ្យបើលោកធ្វើតាមលោកនឹងជោគជ័យបាទអ្វីដែលអាក្រក់នឹងទៅជាល្អបាទបើលោកនៅតែថាមាននេះមិនស្អីទេអញមិនបាច់ទៅទេអញនៅអញ្ចឹងបាទគេហៅថាទី1មហាជនមជ្ឈដ្ឋានទី2អតិថិជនលោកគឺខ្លាចហ្មងបាទអ្នកណាក៏ដោយដល់ថាប្រពន្ធទៅរកលោកឯងគឺគេខ្លាចហើយខ្លាចទី1រជាប់ស្នេហ៍ដកទៅលែងមកវិញបាទទៅជារឿងបញ្ជានេះនោះគេហៅថារុះរើផ្ទៃក្នុងគេបែកបាក់គ្រួសារគេយើងឃើញកន្លងមកអីសេងកត់ដៃហ៎បាទយើងឃើញអីសេងកត់ដៃដោយសារ
បាទដោយសារលេងគ្រាប់ឯដេកាបាទសំបីតែម្សិលមិញនេះអាដំសនេតូចិមថេនបាទកាយ2បាទទីប្រឹក្សាដៃតេជោដែរបាទគាត់ពិការដៃត្រូវគ្រាប់ដែរគាត់ជាមេរបស់ចក្រានឹងឯងបាទចក្រាដែលអិសីសក់សោបនំត្បែងហ្នឹងបាទគាត់ចុចមកលេងខ្ញុំគាត់ថារឿងអិសីដល់ណាហើយក្មួយផលបាទអូនផលខ្ញុំថាអូយបានហើយយើងទៅកាលណាយើងលើកដដែលពេកទៅជាសាំទៅជាអស់តម្លៃអញ្ចឹងយើងមានរឿងច្រើនណាស់ដែលយើងត្រូវលើកមកនិយាយក្នុងពេលនេះបាទគាត់ក៏ថាអាហ្នឹងកូនចៅពូទេវានៅភូមិភាគអីមិនក្មួយឯងអូនឯងស្គាល់ប្រវត្តិសាវតាវាច្បាស់ម៉េចខ្ញុំថាគឺបងប្អូនយើងអ្នកនៅក្នុងគាត់រាយការណ៍មកហើយដូចជារឿងលោកហេហ៊ុននេះបាទជាគ្រូទីនេះក៏បងប្អូនយើងក៏រាយការណ៍មកដែរថាឥឡូវនេះតាំងពីផ្ទុះមកអីមកគឺទ្វារលបងបិទចិត្តហើយបាទគឺអត់បើកទេទៅបើកតែថ្ងៃសិលមួយថ្ងៃទេបាទថាមានអតិជនអីគេទេទៅបាទដល់ផ្ទះដល់អីបើកទ្វារតេឡេចូលទៅហើយអញ្ចឹងទេធ្វើឲ្យគេហៅថាទំនាក់ទំនងរវាងកូនប្រសានិងម៉ែក្មេកគឺកាន់តែដាច់ឆ្ងាយអញ្ចឹងសូមឲ្យលោកហេហ៊ុននេះកែប្រែអេរយាបត់មកបាទទៅជាទុនភ្លុនទៅតែជាងការមិនអាចកែបានដោយសារតែអាគុំគិតថាដែលរៀនហ្នឹងគឺចង់ឈ្នះបាទគេហៅអាស្មេះមីនេះវាគ្រប់គ្រងចិត្តយើងបានហើយលោកហេហ៊ុនចាំនៅក្នុងបត្រៃ3ដកលោកតនេលោកស្ដាប់ហើយលោកព្រឺសបល់ហ្មងបាទលោកស្ដាប់ឲ្យចប់ពីក្បាលទី1រហូតដល់110ក្បាលលោកដឹងថាអំពើបាបរបស់លោកប្រព្រឹត្តនៅកន្លែងណាបាទស្ដាប់ទៅគឺលែងស៊ីបាយឆ្ងាញ់គឺថាបុណ្យនឹងបាបនរកមានអីមានពិតប្រកបតែបើលោកប្រែអេរយាបត់ពេលនឹងតន់លោកបានធ្វើល្អបាទលោកនឹងអាចរួចខ្លួនបាទពីផ្លូវមនុស្សលោកក៏ដូចជាផ្លូវទេវតាព្រោះនៅក្នុងគម្ពីរបេដកបានសម្ដែងច្បាស់ណាស់បាទច្បាស់ណាស់អ្នកដែលប្រព្រឹត្តខុសកាមលួចប្រពន្ធគេណាញុះញង់អុចអាលឲ្យគេបែកបាក់គ្រួសារព្រះអង្គទៅសេថាធ្លាក់នរកហើយនរកមិនមែនធ្លាក់តិចឆ្នាំទេណាគឺរាប់អសង្ខ័យបាទហើយសួរតែត្រឹមសម្បត្តិមនុស្សលោកបន្តិចតើយើងកើតមកនេះដើម្បីសាងបុណ្យតើរឿងអីយើងទៅសាងបាបឲ្យធ្លាក់នរកបាទអញ្ចឹងយើងមើលឡើងវិញធ្វើទៅដូចខ្ញុំនិយាយថាបើស្រីរៀនស្នេហ៍ចុងក្រោយនឹងខ្លាយជាអាបបើប្រុសរៀនស្នេហ៍ចុងក្រោយខ្លាយជាធ្មប់សួរតែលោកចង់ខ្លាយធ្មប់ទេបាទគឺអត់ទេខ្ញុំជឿជាក់ថាអ្នកណាអត់ទេតែកុំច្រឡំវិញថាបារមីតោងអត់មានបារមីតោងទេបារមីមកកាន់មនុស្សគេហៅថាត្រូវការមនុស្សមានសច្ចៈហ្នឹងបាទកាន់ជាប់បានដើរព្រៃបានខ្លាយជាអ្នកសច្ចៈបាទស្លាប់ទៅគេអត់គ្រប់គ្រងនៅក្នុងយមរាជអ្នកគ្រប់គ្រងទេបាទគឺគេរស់នៅតាមបែបគេហៅថាកិលេសស្រាលដូចជាសត្វចាបសត្វព្រាបសត្វអីអាចហោះហើរទៅណាក៏បានដែរតែបើអ្នកនោះគេហៅថាកិលេសធ្ងន់បាទជាប់ក្នុងឧបាទានហើយរូបរស់សម្លេងក្លិនសម្ផស្សហើយបាទហត់រួចទេបាទមានតែធ្លាក់ទៅដីនឹងឯងអញ្ចឹងខ្ញុំក៏ចូលរួមប៉ុណ្ណេះបញ្យល់ប៉ុណ្ណេះហើយមានសម្លេងបងស្រីកូនស្រីអាម៉ាបន្តកូនប្រុសអីទាំងអស់ណារហូតដល់គេហៅថាកូនប្រុសអាម៉ានោះឈឺស្លាប់នៅពេទ្យកាឡាម៉ែតមួយណាឲ្យមនុស្សទៅហៅថាកូនគាត់ដែលទៅនៅមួយគ្រូហេងហ៊ុនហ្នឹងឈ្មោះអាទូចបងឯងឈឺចិត្តស្លាប់ហើយបាទឲ្យទៅឲ្យតន់ទៅហើមចុងក្រោយគាត់អត់ទៅទៀតគាត់អត់ទៅគាត់ថាគាត់ស្គាល់ដាច់ទំនាក់ទំនងចោលទាំងអស់មនុស្សដែលគាត់ធ្លាប់ប្រែជារស់រាយបែរទៅជាមនុស្សមួយដែលមិនស្គាល់អ្នកណាគេទាំងអស់បាទនៅតែផ្ទះហ្នឹងបាទទៅជាបរិវារតាំងពីខ្លួនស្អាតរហូតដល់អាគេហៅថាពួកអាគុំខ្មៅវាស៊ីបាទគឺក៏ក្រិចមែនតើបាទហើយកោតគ្រូហេងហ៊ុននឹងលេបចូលបែអត់ដឹងកូនហ្នឹងបាទអាម៉ានិយាយថាកូនគាត់ពីមុនស្អាតណាអាទូចនឹងស្អាតមែនតើឈ្មោះសុកស្រីទូចបាទយុទ្ធសាស្ត្រស្ដាច់សេះហើយគឺហេងហ៊ុនហ្នឹងគឺយុទ្ធសាស្ត្រស្ដាច់ហង្សបាទស្ដាច់ហង្សនឹងមាននេះគេថាយុទ្ធសាស្ត្រគឺស្ដាច់សេះស្ដាច់ហង្សគឺអត់នេះទេអត់ត្រូវគ្នាទេបាទទោះនៅមួយគ្នាក៏ហិនហោចក៏កំព្រាដោយកំប្រុកព្រៃអញ្ចឹងខ្ញុំមើលឲ្យលេខ200បាទនៅមួយគ្នាអត់មានកកើតសម្បត្តិទេបាទអត់មានកកើតទេហើយគ្រូហ៊ុនគាត់ថាខ្ញុំដាច់ខាតយកមីអូននឹងដល់តែលុកសៃគឺកកើតសម្បត្តិបាទកកើតអាសម្បត្តិអាថ្ងៃដែលគេលក់ផ្ទះមួយប្តីគេចែកគ្នានឹងយកទៅបាទកកើតតែប៉ុណ្ណឹងតែចុងក្រោយស៊ីចាអស់ហើយឥឡូវរឿងនៅផ្ទុះទៀតបាទសួរតែអ្នកណាទៅហ៊ានរបាទអតិថិជនណាទៅហ៊ានបាទអ្នកប្រពន្ធឡើងក៏អត់ហ៊ានទេព្រឺសបល់ណាស់អញ្ចឹងគឺឲ្យមានការភ្ញាក់រលឹកហើយនេះក៏ជាសារមួយបាទដាស់តឿនដល់បងប្អូនស្រីជាអាជីវករលក់ដូរហើយអ្វីដែលមនោគមដាក់បានបងប្អូនដាក់ស្រួលណាស់មនុស្សស្រីអញ្ចឹងបានគេនៅពិភពលោកគេមិនឲ្យស្រីធ្វើប្រធានាធិបតីនៅអាមេរិកគេឲ្យធ្វើទេដោយសារស្រីគេហៅថាពាក្យអង់គ្លេសហៅ turn on ហ្នឹងគឺមានន័យថាឆាប់សម្រើបបាទ turn on គឺសម្រើបហើយគឺនៅក្នុងហើយអាមេរិកក៏អត់យកចុងភៅស្រីដែរចុងភៅគេយកប្រុសអញ្ចឹងមានន័យថាស្រីគឺឆាប់ទុនចិត្តហើយនៅពេលដែលគាត់មានរឿងវិបត្តិស្នេហារឿងអីហ្នឹងគាត់ទៅរកគ្រូបាទគ្រូហ្នឹងដំបូងនិយាយបលួងចាក់លិចចាក់ឆ្វេងចាក់ស្ដាំអាណបអបហើយចាប់ដើមនេះប្តីឯងឥឡូវអត់ល្អលេងអញថាឃើញមានស្រីដល់ខាងនោះម៉ាមានមែនចេះមែនចេះមួយបាទខ្ញុំនិយាយរឿងគ្រូមួយស្ដាប់ចង់ស្ដាប់ទេបងប្អូនបាទ
នឹងស្ដាប់like មួយមក subscribe មួយមកខ្ញុំនិយាយពីរឿងគ្រូទីល្បីឈ្មោះនៅអាដងបាទបងប្អូនខ្លះធ្លាប់ទៅរកគ្រូស្នេហ៍បាទល្បីឈ្មោះនៅអាដងហើយជា5ដល់10ឆ្នាំ3ដល់10ឆ្នាំមុន4ដល់10ឆ្នាំមុនគ្រូផ្ទះវិឡាធំបាទខ្ញុំក៏ធ្លាប់ទៅរកបាទស្អីគេទៅបាទគេថាទាំងធំហើយទៅដល់មាននារីមួយនោះស្អាតមែនតែពងយើងពងមើលនារីទៅអូស្បែកវាសមកពីកំពង់សោមទៅដល់មិនកូនប្រពន្ធគេតាមតន់ប្រពន្ធគេឆែកដឹងឥឡូវគេតាមរករឿងខ្ញុំដល់ហើយគ្រូនឹងពុបកលេចមួយឆ្វេងអូកូនសិស្សចាំ3 4នាក់ចាំសិនជួបកូននេះមានការសំខាន់តិចបាទជួបទៅបាត់កន្លះម៉ោងបាទទៅចូលបន្ទប់ពិសេសគាត់សិនតិចអីទៅណាបាទអូប្រើកលីងកលងកលិតកលាញអីចឹងទៅបាទឬក៏យ៉ាងណាយើងមិនដឹងតែទៅសែបមុនមេថនធម៌យើងមិនដឹងដែរបាទចេញមកវិញទៅបាទនាងហ្នឹងក៏ទៅបាត់ហើយបញ្ចុះស្នេហ៍ឲ្យថែមទៀតទៅបាទហើយដល់ក្រោយមកទៀតបាទក៏លិចឬគ្រូហ្នឹងគេចាប់បាយខ្នោះដាក់គុកបាទដោយសារតែប្តីគេតាមតន់មាន GPS អីតែមានដេកជាមួយប្រពន្ធគេតាមតន់ដេកគុកជាប់គុកប្រហែលដូចជាជិត1ឆ្នាំដែរស្ងាត់បាត់ទៅបាទដោយសារតែមានខ្សែគ្រូហ្នឹងខ្សែសិតតែធំបាទធំហ្មងកៅហ្មងខ្ញុំនិយាយថាពាក្យកៅទៅបាទធំហ្មងហើយដល់អញ្ចឹងក៏ជាប់គុកបានដោយបាទជិត1ឆ្នាំដែរបាទហើយនិយាយពីរឿងគ្រូហ្នឹងទៀតមាននារីម្នាក់ហ្នឹងបាទនារីម្នាក់ហ្នឹងគាត់ហៅថាជាអ្នកសិល្បៈជាអ្នកចម្រៀងគាត់ទៅរកគ្រូស្នេហ៍ហ្នឹងទៅរកឪធរហ្នឹងបាទដាក់អាគមស្នេហ៍ឲ្យគេថាទៅច្រៀងទៅអីទៅគេចិញ្ចឹមគេអីទៅណាបាទដើម្បីឲ្យបានលុយមកទាំងដល់ព្រោះគេអ្នកនោះក៏គេត្រូវការសេចក្ដីសាស្ត្រតណ្ហាសាស្ត្រដែរបាទក៏ទៅរកទៅគ្រូនឹងសួរថាមើលកូនឯងចង់ដាក់អ្នកណាបាទគេក៏ហុចរូបថតទៅជុំរំឆែបមិនធម្មតាដាក់ស្ដាកៅហ្មងដល់ហើយមានអីបាទគេអត់មាត់ទេដល់គ្រូហ្នឹងយកលេខទូរស័ព្ទទេទៅប្រពន្ធអ្នកធំហ្នឹងបាទប្រពន្ធអ្នកធំហ្នឹងថាអើយកូនអើយនេះគេអ្នកជំនាញនេះចុចមួយបាទមកដាក់ស្នេហ៍ប្តីខ្លួនឯងណាបិទក្រឹបបាទគ្រូហ្នឹងក៏បានលៀបដែរតែនាងនោះបាទគឺវេទនាបាទធុកទាំងបាច់បាទចាក់គេអីគេឲ្យអង្គរៈគេយកទៅបាទវាយដំច្រំធាក់បាទគឺថាស្បត់អញ្ចឹងអ្នកដែលទៅរកគ្រូបាទទៅរកគ្រូស្នេហ៍គ្រូអីដាក់រូបថតគេប្រយ័ត្នពាក្យសម្ដីខ្ញុំមួយអំពើបាបកម្មបាទហើយប៉ះគ្រូហ្នឹងជាឲ្យតែគ្រូគេហៅថាគ្រូទំនាក់ទំនងទៀតបាទគ្រូគុកជេទៀតបាទដាក់ប៉បចំគាត់ស្គាល់ដែរទេវឹងរឿងអីប្រពន្ធគេលើកលែងឲ្យបាទគេយកធូបទាំងបាច់បាទគឺថាចាក់ឡើងចង់បាទសោះខ្លួនណាបាទអញ្ចឹងអាហ្នឹងគឺថាជាបទពិសោធន៍មួយក៏ជាការចែករំលែកដែររឿងទៅរកគ្រូរកអីហ្នឹងបាទប្រយ័ត្នបាទហើយយើងមើលអីគ្រូលោកនៅវត្តសារាវ័នពីដើមណាទឹកនេតខៃបងប្អូនណាបាទឆែកមើល x 3 ដងតែឥឡូវបិទហើយ website ហ្នឹងតែបើអ្នកនៅក្រៅទេនៅមើលឃើញដាក់វាយ x 3 ដងខ្មែរទៅវីដេអូឃើញទាំងអស់បាទនៅ save ទុកក្នុង website ហ្នឹងឯងអញ្ចឹងឥឡូវនេះយើងចូលកលេចមកមើលបច្ចុប្បន្ននេះក្រសួងធម្មការនិងសាសនាគឺបានគេហៅថាអប់រំចេញចរាចរណ៍អប់រំណែនាំដល់គ្រូបារមីទាំងអស់បាទឲ្យបញ្ឈប់សកម្មភាពគេហៅថាបំផលឲ្យប្រជាជនជឿបាទព្រោះគាត់មើលឃើញថាប្រជាជនយើងវាហៅថាសមាទិដ្ឋិការគិតត្រូវហ្នឹងវាបានចំណុចតូចណាស់បាទមិនសូវយល់ពីរបៀនអាគមនៃការបោកបោះពួកអស់ហ្នឹងទេបាទឥឡូវនេះគឺមានការហៅយកទៅអប់រំណែនាំបាទឲ្យលុបវីដេអូចោលទាំងអស់បាទមានគ្រូអីស្បែកខ្លាផេងកាមបាទគ្រូផេងកាមហ្នឹងប្រវត្តិបាទក៏មិនធម្មតាដែរបងប្អូនចាំមើលថ្ងៃណាខ្ញុំនិយាយរឿងគ្រូផេងកាមនឹងឲ្យបាទព្យាបាលគេទៅមិនកាន់លុយទេតែកូនសិស្សកូនដាក់លុយនៅជើងពៀនដាក់មរិញកងវាលទៅឲ្យអត់កាន់ទេឲ្យទុកឲ្យហ្នឹង2000 3000ទៅបាទហើយថ្ងៃមុនបាបកម្មបាបឲ្យផលបាទគឺយកកំភ្លើងទៅបាញ់ភិចអត់ចេញគេបាញ់អត់ចេញបាទហើយដល់តបមកមានអីបាទវីដេអូនេះបែកធ្លាយបាទត្រូវបានស្នងការរាជធានីភ្នំពេញអាដាមជួននរិនបាទហៅទៅវត្តកពស់បញ្ជូនទៅតុលាការបាទជាប់ប្រហែលបាន 3-4 ខែដែរបាទចេញមកវិញបាទគេព្រះអនុជរបស់សាក់សបាទព្រះអនុជរបស់តាសាក់សដល់អញ្ចឹងមានអីបាទឥឡូវរូបរាល់វីដេអូរបស់ព្រះអនុជបាទអនុជគេហៅថាគ្រូផេងកាមបាទក៏ត្រូវឲ្យលុបចោលហើយអេសីមកក្រុមរបស់គេហ្នឹងអេសីគង្គគាក្រុមគេហ្នឹងបាទក៏ត្រូវក្រសួងធម្មការហៅទៅអប់រំណែនាំជាលិលាក់ជាអសរហើយឥឡូវក៏ឲ្យវីដេអូលុបចោលទាំងអស់បាទកុំឲ្យវាទៅអន្តៈខ្មែរយូរបាទគេជីកដល់ F16 ទម្លាក់គ្រាប់បែកវាយអីដូចលំហាត់នាគមាសអីសិតតែ drone ប្រើកំភ្លើងអស់បាទគេប្រើដល់ណាដល់ណីឯងនេះនៅទឹកអាឡោះទៅជុះបាទហើយសូវតែពិតសូវតែប្រកែទៅអត់ទៀតបាទអើយធ្វើបាបដល់អ្នកសត្វសោយគ្នាខ្វះបញ្ញាបាទអញ្ចឹងទេបងប្អូនស្ដាប់សម្ដីបាទខ្ញុំចាក់ទៅហើយមានចំណុចមួយដែលគាត់លើកបាទគាត់លើកឡើងគាត់ថាគាត់
cứ mình chọn bàn ấy bị phụ quạt pi nè này thế câu mà san câu mà cao quạt thế quạt chọn aoแต่pi nè nó mà ao cái bà thoại cùng quạt hơi thì muối tu từ nơi te nó nơi có đâu bà còn tại mà tết rưỡi pi vì ngày mà lên cồn bà mà lên cồn mà lên quạt mau quạt sải chết hơi chẳng việc mình rưỡi thông đông thế tay bờ nơi tay mình nè nơi thì chọn trên hai viên chế chọp thế bà rương viên chế chọp thế chăm tục rồi hơi chẳng nhom của châu rùm bên này chăm mơ sai nhom nâng vô video mùi tiết đã oi bom ôn mùi tiết bà miền cồn quạt bà nhom mơ mua oi sọc sấy rót mùi từ tam hay hoa nắng sọc sấy tui sọc sấy rót sọc sấy hôn sọc ấy đây cháo nè bà cồn sấy quạt miền đó bay buồn nè nó bà hay cừu hoa nó có khơi xa đây nè cừu hoa đấy bà hay chẳng tê cái xong châu rùm bên này hay bà to nó cam thì to thì hay bom ôn ban khơi channel bà hơi bà chặt nó sai người ta tao này bà chui cho subscribe tới vì mình ấy thì đôi chia đập nhom bấm p đây bà vì mình ấy đập tới là p nhom hot tới bom mình account YouTube tới vì load ô support bỏ màu thay thế đây cho đập tới bà chỉ chiêng bom ôn để tao bên ban đây bom ôn còn là bom ôn ban đập hơi nhom vô ca đập nó chia giáo màu khác còn bạn ơi load support bạn lôi bằng cồn riêng bằng ấy tới bà dương đào từ tua dẹt là hốt vì muốn tua dẹt là hốt bà lên vô bài mà phần bay nọ cho năm bom đang cái tua dẹt chụp bằng cái điều tung tăng và trong cào bên đây và từ lối bằng cái cồn riêng đặt bàn vào chẳng bom dương còn ta load support thứ càng nghe sừng cung bạn cho nào bà mình khoa tới YouTube và lôi ho lơ về ha bà pin năng chẳng load support chấp ở cho bà hơi vô bom dương chưa chạy cái đây là lành miền cái chui con hơi đôi cái ló máu miền rương bong sấy ở Hồng Kông và có từ tranh bao phụ và cao đã không lái đặt prosaan và đặt prosaan máu chát nhảy còn bầm bay $1 và bầm bay $1 hay là rương đi tiết rương môi tiết cứ rương câu hỏi lúc và sầm rật nắng cứ bập pôn quát phật bánh chát màu thật khiêm trom nó đây khiêm lên bà này bộ này khơi hơi cho bà hơi lấy đây khiêm mình tầm đã tranh cái coi cái chất đọc mơn phây mơn này lấy thêm tiếng đào lung luôn đó đào bẩm mô kia mà pon pi pon hay chúng ta bọn em mình phải nhấp thư ca rừng tía đây bọn em đừng chọc cục đừng khai chia nè đào cho bọc và đôi phụ năng nhỉ quạt đằng thà lấy chậm mưa quạt nhà chia sầm lên nhà dự rút phép ấy màu tầng và qua tầng ảnh nè đây nôm đây có đang đào bao tiệt bà chẳng chậm mưa bom to hay ni cứ chỉ cho là na sừng cung mui và tu khiêm bán ấy của nhom giấy tới nè lá của nhà ý phò giấy thở về của mấy anh bia chật lột phe tay nó mới on drive chẳng và chân tê của xong là bom ôn chui subscribe hay nâng bật to miền rương ấy đậm màu nhầm sai chun bán nhầm sai chun và xong ở cùng bà ở mạ giấy mua ấy đấy nhầm mua y kim y kim cha mạ giấy trừ chia chỉ đôn rồi bỏ chào tiếng bay này nè cha ấy mặt đai rồi bỏ quật phụ quật ban thêm rồi tham mặt đai rồi bỏ quật trừ cùng trừ ấy từ cho phụ quật tới chỉ cà pít rồi coi dạng nào đây cà pít ôn từ ngày tàu pi pon một phay muối khai đọc muối ngày ti đọc muối bà dương sờ về việc 4 năm chiêng ấy ôn 4 năm ấy nè cha từ chào năng từ cho cha bà ấy mạ giấy cứ trừ chia mặt đai rồi bỏ bong sấy để trừ cùng kia nè trừ chia mặt đai sọc sấy tôi bà hay quạt từ chào năng cô quạt mình đang pi muốn mau quạt sờ lạnh mặt đai khăng nè nhom nâu chỉ muối quạt còn đâu chỉ muối nhom trắng á chỉ bận tục chỉ muối kia đó là quạt tăng bị quạt chập đam quạt từ vô cừu năng quạt tàu tam cừu năng máu tàu bồn môn là cung bạc cừu năng cung chmục rục cung chặt cung khmau mình oi quạt quạt nhom chia mặt đai hay năng côn quạt chạy bị sạch quạt năng côn quạt tảng bay chạy bị sạch quạt năng cọt oi quạt hay băng ôn po muôi cọt cứ cắt đánh tảng lê tung sập tảng ấy cứ phần lọc cho tảng cho cái đây năng đây cái tha quạt đèn đẹp nia hai năng dừng công gì cho đây ná đây hay là quạt vô con nhom tao thà vô phơi chỉ một pon rồi vô cho cái nhom mình bầm ai té té nhom xong chất ôi quạt sạch nhiệt chỉ mặt đai thông những cái mà phân môn đừng nhom lia pe nhom đừng mình nhom lia chả lột pe lột này tao vậy pe lên nhom môn pe lên nhom lia chả lột này tao nhom xong tao rương nương mùi ôi con nhom vân một te vinh chuột chung còn mặt đai đừng câu bạc quạt tặng bay nâng hay nâng bong ôn po mùi nâng sao tại pram nè tê tặng quạt thong nhom ăn miên xong ấy chả ăn tê vô rồi vô cho vô thôi pon vô cho nhom ăn quạt kháng têแต่สมเอากอดดอกอำเภอแต่กอดบ้านเธอแต่งประมาณตัวเลยก็อุ่นขยมนั่งสมไอ้กอดดอกอำเภอนั่งเจงไอ้อำเภอจัดอักระนั่งไอ้สกอลโกนสกอลมาได้สกอลบองสกอลพอนสกอลสัญญ์ขยมสมแต่ปนังเต้
ភាពអត់មានបំបែកបំបាក់គាត់មិនឲ្យយកគ្នាគឺខ្ញុំមិនបំបែកទេក្មួយ ចុះអ្នកម្ដាយដែលបានជួបគាត់បានឆ្លើយថាម៉េចគាត់ថាគាត់មិនមែនកូនទេឬក៏យ៉ាងម៉េច គាត់ថាខ្ញុំគាត់នឹងមិនមែនកូនខ្ញុំទេគាត់ផ្ញើផ្ទៃគាត់ច្រឡំផ្ទៃកើតជាមួយខ្ញុំកូនគាត់ទាំង3ក៏គាត់ថាកូននឹងផ្ញើផ្ទៃជាមួយគាត់ អញ្ចឹង ខ្ញុំមិនមែនម្ដាយរបស់គាត់ទេយាយមិនមែនម្ដាយរបស់ខ្ញុំទេយាយឯងខ្ញុំច្រឡំផ្ទៃកើតទេ អូអញ្ចឹងមានន័យថាចាប់ពេលដែលគាត់ត្រូវអាគុំនឹងទៅគាត់មកនិយាយជាមួយម្ដាយថាអ្នកម្ដាយនេះមិនមែនម្ដាយរបស់គាត់ទេគ្រាន់តែគាត់ច្រឡំកើតច្រឡំវិញទេហើយដល់ពេលគាត់បានលើកឡើងថាកូនស្រីរបស់គាត់ទាំង3នេះក៏មិនមែនកូនរបស់គាត់ដែរគ្រាន់តែអ្នកមកកើតច្រឡំផ្ទៃជាមួយគាត់ដែរអូបងប្អូននេះបានបីចេះបាទផ្ញើពោះផ្ញើផ្ទៃ បើខ្ញុំហ៊ានសន្និដ្ឋានថាគាត់ត្រូវអំពើលោកគ្រូហ្នឹងគឺខ្ញុំខ្ញុំនិយាយពេញមាត់បើមិនត្រូវអំពើកូនខ្ញុំមិនដែលនិយាយថាមិនខ្ញុំមិនមែនកូននិយាយឯងទេច្រឡំផ្ទៃកើតមិនមែនដែលនិយាយអញ្ចឹងកូនខ្ញុំស្រឡាញ់ខ្ញុំណាស្រឡាញ់គ្រួសារស្រឡាញ់កូនស្រឡាញ់ម្ដាយ ចាចរិតគាត់ពីមុនគាត់អញ្ចឹងដែរឬក៏ ពីមុនក៏ធម្មតាឬក៏មិន អត់ទេពីមុនគាត់ធម្មតាស្រឡាញ់ម្ដាយណាចាស្រឡាញ់ម្ដាយណាចំណៃចំណុកអីគឺស្រឡាញ់ម្ដាយខ្លាំងជាងកូនជាងចាំទៅទៀតអូហើយដល់តែគាត់ផ្សេងគប់មួយលោកគ្រូហ្នឹងមកគាត់ចេញចរិតមកថាច្រឡំផ្ទៃកើតច្រឡំមិនមែនម៉ែខ្ញុំទេនិយាយឯង ចាប់ដើមនិយាយខុសប្រក្តីហ្មង ចាប់ដើមនិយាយខុសប្រក្តីបានខ្ញុំហ៊ានថាគាត់ត្រូវមុនអាគមចិត្តអាក្រក់ដូច្នេះត្រូវលោកគ្រូហ្នឹងដោះអំពើអំពាន់អីគាត់បានធ្វើទាំងប្រមាណហ្នឹងដោះឲ្យកូនខ្ញុំមកមានសេរីភាពឡើងវិញមកឲ្យស្គាល់ម្ដាយស្គាល់កូនស្គាល់ចៅហើយខ្ញុំនិយាយហើយនិយាយទៀតខ្ញុំមិនបំបែកមិនឲ្យយកគ្នាទេឲ្យយកចោះយកក៏យកចោះយកចោះមានគូសកលយកចោះប៉ុន្តែសុំចិត្តឲ្យស្គាល់សាច់ញាតិម្ដាយធំជាងគេបំផុតមុននឹងលាចាកលោកទៅក៏ចង់ឃើញមុខកូន មកយាយបញ្ជនប្រហែល ខ្ញុំបញ្ជន75ឆ្នាំហើយ 75ឆ្នាំហើយចាគិតថាពេលវេលាមានតែទៅមុខអីទេពេលវេលាទៅមុខហើយក៏ចង់ឲ្យពេលវេលាចុងក្រោយមុននឹងលោកម៉ាក់យាយលាចាកពីលោកនេះទៅបានជួបកូនជាលើកចុងក្រោយចាមកទទួលស្គាល់ម្ដាយកូនបាទដើម្បីម៉ាក់យាយថាយ៉ាងណាទៅដូចពាក្យចាស់តែនិយាយថាបិទភ្នែកចិត្តបាទនឹងមានជាការប្រមាថទេបងប្អូនប៉ុន្តែនេះម៉ាក់យាយគាត់និយាយធម្មតាទេកន្លែងហ្នឹងមនុស្សយើងកើតស្លាប់ហ្នឹងមិនជារឿងធម្មតាមនុស្សលោកទេហើយខ្ញុំអាណិតអាសូរចៅ3ហ្នឹងខ្ញុំនឹកឃើញថាគាត់ប្រន់ម្ដាយហើយឪពុកមានដែរប៉ុន្តែឪពុកគាត់ធ្វើទាហាននៅប្រទេសអីនោះគាត់មិនបានមកមើលចៅមកឆ្ងាយកូនសិតស្រីកំមុំអញ្ចឹងឲ្យគ្នាទៅដេកនៅប្រទេសយ៉ាងម៉េចគ្នានៅជាមួយយាយដៃម្ខាងចំចៅដៃម្ខាងចាស់ជារាហើយពិការជើងទៀតខ្ញុំមិនមានខ្ញុំមានកាយសម្បទាមាំមួនណាអត់ទេជូនជាអញ្ចឹងណាមកយាយណាខ្ញុំបាក់ជើងអូនខ្ញុំបាក់ជើងបាក់ទាំងគាត់នៅនោះខ្ញុំបាក់ជិត20ឆ្នាំហើយម៉ាក់យាយឥឡូវចេះខ្ញុំសុំត្រឡប់ទៅក្រោយបន្តិចចង់ឲ្យម៉ាក់យាយរំលឹកពីសាវតាថាតើហេតុអ្វីបានជាបងស្រីអីទូចឯងចាដែលត្រូវជាកូនហ្នឹងបាទមូលហេតុអីបានទៅសេពគប់គ្រូអាគុំខ្មៅរហូតដល់គេអូសទាញបង្វក់បង្វើនរហូតដល់ចោលគ្រួសារចោលម្ដាយចោលកូនលេងស្គាល់លេងទទួលស្គាល់អីហ្នឹងតើផ្ដើមចេញពីអីបានទៅអញ្ចឹងដូចថាដំបូងគាត់លក់ដូរអញ្ចឹងណាលក់ដូរនៅហាងនៅផ្ទះអញ្ចឹងលក់ដូរអញ្ចឹងចេះដូចថាយើងលក់ដូរអញ្ចឹងលក់អត់ទៅដាច់អញ្ចឹងគេថាគ្រូហ្នឹងចេះដូចថាចេះអូមអាមអីហៅភ្ញៀវហៅអីអញ្ចឹងក៏ចេះទៅរាប់អានគ្នាអញ្ចឹងទៅចាអញ្ចឹងណាទៅរាប់អាននេះតាមត្រង់អញ្ចឹងទេវាមិនទឹករាប់ឥឡូវរាប់យូរហើយដោយសារតែយើងបានទុកចិត្តចាដោយសារទុកចិត្តគ្រូហ្នឹងក៏ចេះទៅមកអញ្ចឹងគាត់ក៏មកលេងមួយយើងពីមុនមកចង់ហូបអីហូបអីក៏ប្រាប់ទេមឲ្យយើងធ្វើឲ្យយើងក៏អត់ដឹងក៏ចេះតែមិនដឹងថាគាត់ប៉ុនប៉ងចង់បានកូនយើងអញ្ចឹងណាយើងអត់ដឹងទេប៉ុនប៉ងចង់បានកូនយើងទាំងកូនយើងនឹងមានប្តីអូពេលនោះគាត់ចានៅមានប្តីចានៅមានប្តីក៏មានបញ្ហាទាស់តែងគ្នាក៏លែងគ្នាលែងក៏លែងចោះធ្វើម៉េចប្តីប្រពន្ធគាត់យកគ្នាមិនដូចថាមិនចាំមិនចោះសម្រងគ្នាលែងចោះថាតើគាត់លែងប្តីហ្នឹងមុនពេលដែលគាត់ទំនាក់ទំនងគ្រូនឹងស្អិតល្មុតឬក៏ដោយសារតែការតាក់ទងគ្រូនឹងបានធ្វើឲ្យបណ្ដាលជាលែងប្តីឬក៏យ៉ាងម៉េចតាក់ទងហើយបន្លែងតាក់ទងគ្រូនឹងហើយក៏ចាប់ផ្ដើមកម្មកោប្តីប្រពន្ធដល់ជាដល់ផ្លូវបែកបណ្ដោយចាដល់ផ្លូវបំបែកចាបំបែកក៏បំបែកចោះហ្នឹងណាបំបែកតាមផ្លូវច្បាប់ដែរប៉ុន្តែប្តីក៏គេអត់ថាអីដែររឿងប្តីទុកមួយឡែកចោះខ្ញុំសុំតែរឿងចៅទេសុំតែរឿងចៅ3ឲ្យវិលមកវិញនិយាយសង្កត់ហើយសង្កត់ទៀត
ចឹងសរុបសេចក្តីថាសាវតានៃការដែលគាត់ស្គាល់សេពកគ្រូនឹងដោយសារធ្លាប់ឮគេដំណើរតគ្នាថាគ្រូនឹងប្រកែអាចធ្វើឲ្យដេញគេហៅថាមានយន្តកថាស្អីណាដៃដាក់ក្នុងហាងទៅហៅភ្ញៀវចូលហើយគាត់ក៏ទៅរកគ្រូនឹងដើម្បីគូបំណងដើម្បីបានអីគេថាលបានរបស់បានរបស់ដាក់ក្នុងហាងឲ្យមានភ្ញៀវស្រាប់តែចាប់ដើមមានទំនាក់ទំនងស្អិតល្មុនទិញដងម្ដងក៏ឈានដល់ថ្ងៃនេះតែម្ដងចាអ៊ំសុំបញ្ជាក់បន្តិចអ៊ំថាកូនស្រីអ៊ំពីមុនអតចរិតគាត់ស្រឡាញ់បងប្អូនឪពុកម្ដាយនិងកូននេះស្រឡាញ់ស្ទើលេមនេះឥឡូវទៅរត់ចោលក្រុមគ្រួសារទៅនៅជាមួយគ្រូនោះអ៊ំបញ្ជាក់តិចថាមុននឹងគាត់ចាក់ចេញពីគ្រួសារទៅរកគ្រូនោះតើគាត់មានអាការៈប្លែកយ៉ាងណាដែលអ៊ំអាចហ៊ានអះអាងថាគាត់ត្រូវអំពើឬក៏ត្រូវមុនអាគមគេមានខ្ញុំហ៊ានអះអាងថាគាត់ចង្អុលខ្ញុំចង្អុលចាចង្អុលខ្ញុំឆ្លេវខ្ញុំមិនមានកូនយាយឯងទេហើយគាត់មកទៀននេះទៀននោះពីយើងអញ្ចឹងណាដល់ខ្ញុំអត់ឲ្យគាត់មានកំហឹងហើយគាត់មានកំហឹងជាមួយយើងហើយភ្នែកគាត់កលើកក្លាប់កញែងកញ្ញាងវាយខ្ញុំយាយឯងចង្អុលខ្ញុំឆ្លេវថ្ងាសសឹងដល់ថ្ងាសខ្ញុំចាហើយកលើកក្លាប់ដាក់ខ្ញុំដល់បងគាត់នឹងប្អូនគាត់នឹងបងថ្លៃវិញយកដៃបោកសក់អែលសក់គាត់អែលខ្នងគាត់អូនកុំធ្វើអញ្ចឹងអូនកុំធ្វើអញ្ចឹងបើជាទូផ្នែកធម្មតាដូចយើងដូចឯងយើងវិញអូប្រែប្រួលមកវិញចាហើយមុននឹងគាត់ចេញទៅក៏អញ្ចឹងដែរគាត់ចូលគាត់ទៅតំវងទៅតែថ្ងៃយប់ឡើងគាត់មកផ្ទះដេកម៉ោងប្រហែលជាមួយបងគាត់ចូលមានម៉ោងមានពេលគាត់ចូលគឺខ្ញុំសួរគាត់អត់ឆ្លើយទេគាត់អត់ឆ្លើយគាត់ចម្លក់ខ្ញុំហ្នឹងគាត់មិនឆ្លើយហើយគាត់យកទឹកអប់អាទឹកគាត់ហ្នឹងគេកូវីដទៅគាត់យកមកបាញ់ពេញផ្ទះខ្ញុំគាត់ថាគ្រូហ្នឹងចាទឹកព្រិចគេបាញ់កូកំចាត់កូវីដចឹងណាអកលឡើងប៉ិនមិនមែនអកលទេក្អូបពេញផ្ទះខ្ញុំក៏ឆ្លើយឡើងខ្ញុំថាកូនកុំបាញ់អាហ្នឹងម៉ាក់ស្រូបក្លិនកូនឯងអត់បានមើលកូនច្រែងជឺពេញផ្ទះ2នាក់ដាក់ស្រោមម៉ែក៏ដាក់ទៀតកូនឯងឈប់បាញ់ចាប់គាត់ច្រឡក់ខ្ញុំមកឲ្យខូលមកឲ្យភ្នែកឆ្លែឡើងលើចដើអត់និយាយអីព្រមជើងលើចដើ3 4ដងទៅព្រមចាំងខ្ញុំក៏អត់មកខ្ញុំគាត់ខ្ញុំដេញតាមមានអត់មកខ្ញុំដេញតាមឡើងលើទៀតគាត់រត់ចូលកតុបហើយបើនិយាយរឿងកតុបដេកវិញទៀតកាលគាត់អត់តាន់ទៅកតុបដេកគឺក្រែយើងដាក់ធម្មតានៅគៀនចាំងគាត់ផ្សែងគាត់លើក្រែមកដាក់កដាលកតុបមិនដាក់ទេកដាលកតុបអូគាត់លើកដេកទាញក្រែពីគៀនចាំងមកដេកកដាលចាគាត់ហៅជាងហ្នឹងជួយទាញក្រែមកដាក់កដាលកតុបមិនកដាលផ្ទះកដាលចំកដាលបន្ទប់ហ្មងចាហើយកតុបមាន2កតុបបងស្រីមួយដេកអញ្ចឹងបងស្រីថាហើយមានអូខេអញមកអញ្ចឹងដេកអញ្ចឹងឲ្យដេកក្រែហ្នឹងមកឲ្យដេកកតុបហ្នឹងដេកកតុបមួយទៀតបានហើយមកដេកកតុបម៉ាក់ដេកកតុបម៉ាក់បានដេកកតុបខ្ញុំអូក្រែដាក់កដាលអញ្ចឹងទៀតហើយរើអីវ៉ាន់យើងចេញអស់ក៏ទិញពុកថ្មីខ្នើយថ្មីភួយថ្មីដាក់តែកដាលដេកកដាលកតុបដូចគ្នាតែខ្ញុំចេះចម្លែកមិនបានចម្លែកអញ្ចឹងហើយខ្ញុំសួរក៏អត់និយាយហើយខ្ញុំចេះលួងសួរពីក្រោយកូនមិនអត់និយាយមកម៉ែអញ្ចឹងអត់និយាយទេតែនិយាយចាញ់ហើយអត់និយាយគឺដឹងឈ្នះអូប្លែកដល់ណាហ្នឹងអូចាប្លែកចាគឺការផ្លាស់ប្ដូរចរិតឬពីអិរិយាបថអីគឺចង់និយាយថា180ដឺក្រេតែម្ដងចាប៉ុន្តែខ្ញុំហ៊ានអះអាងថាអញ្ចឹងខ្ញុំអត់មានថាបំភ្លើសទេគឺខ្ញុំនិយាយការពិតគឺត្រូវមុនអាគុំរបស់លោកគ្រូចិត្តអាក្រក់ហ្នឹងមែនអាគុំមុខស្មុកក្រោកក្នុងនាមអ្នកម្ដាយក្នុងនាមជាម្ដាយខ្ញុំអាយុ70ជាងហើយខ្ញុំមិននិយាយកុហកទេមិនមូសាខ្ញុំអ្វីក៏ដោយដែលខ្ញុំជាការពិតហើយបើសិនជាមិនជឿអ្នកក្នុងកំពង់សំអ្នកណាមួយក៏ដឹងឮដែរគេដឹងឮកូនចាកូនទៅជួយបញ្ជាក់ថាតើគ្រូនោះគាត់នៅឯណាគ្រូហ្នឹងគាត់នៅឃ្លាំងលើដែលផ្លូវដែលគេហៅចំណោតយាយម៉ៅដែលតូបយាយម៉ៅហើយបើមកពីភ្នំពេញបាត់ស្ដាំបាទបើមកពីផែមកវិញបាត់ឆ្វេងចូលប្រហែលជា200ម៉ែត្រដល់ហើយគ្រូនឹងគេលក្ខណៈគេនៅក្នុងអាស្រមព្រៃភ្នំក្រំថ្មក្នុងដុកក្នុងព្រៃឬក៏នៅផ្ទះវិឡាស្កឹមស្កៃអីយ៉ាងណាជួយបញ្ជាក់គេនៅផ្ទះវិឡាគេចាំឆ្កឹមឆ្កៃផ្ទះទ្វារលបងគេមានតេលេចុចទៀតដែលយើងទៅតេលេអូតូទៀតតេលេអូតូយើងទៅគេអត់ឲ្យចូលដែរតែកូនគាត់នឹកគាត់ទៅមានអីចឹងទៅមកផ្ទះគេមានមកកំ plet ទៅឲ្យគ្រូដេកសិតតែផ្ទះវិឡាស្កឹមស្កៃឥឡូវយើងជាម្ដាយឪពុកឬក៏កូនទៅអត់ឲ្យយើងចូលទៀតគេមិនឲ្យយើងចូលគេបិទទ្វារចិត្តឈឹងយើងទៅចូលតាមណាហើយកាមេរ៉ាគេមានឲ្យកូននឹកកូនប្អូនទៅមុនខ្ញុំកូនខ្ញុំពីពៅទៅដែរនឹកបងខ្លាំងពេកទៅស្រែហាវអញ្ចឹង
គេដើរចូលទេវិញហើយ ចុះមកយាយដែរបានទំនាក់ទំនងទៅកូនស្រីតាមរយៈទូរស័ព្ទតាមអីផ្សេងៗមានទំនាក់ទំនងគ្នាបាន មានលេខឯកូនគេប្លុកចោលអស់លេងលេខ ប្លុកយើងចោលអស់ ប្លុកទាំងម្ដាយប្លុកទាំងកូន តើនេះនិយាយទាំងក្រុមគ្រួសារទាំងអស់ទាំងបងទាំងអូនញាតិទាំងណា តែមកលេងម្ដាយ អត់តល់តែសោះ ប្តីមកលេងទេ អត់ទេបើសិនជានាំមកខ្ញុំមាននិយាយអីខ្ញុំមិនមូសាគេបើសិនជាគេមករ៉ាប់រកខ្ញុំធម្មតាប្តីមុនប្តីមុនលែងនេះដាច់ស្រេចហើយមានពាក់ព័ន្ធអីតែខ្ញុំជាម្ដាយហើយនឹងកូនរបស់គាត់នេះគាត់ត្រូវមកលេងធម្មតាយើងមានខឹងអីគេតែយកប្តីក្រយកចោះធម្មតាទេរឿងហ្នឹងណា បាទជីវិតធម្មជាតិ ចាជីវិតធម្មតាទេហ្នឹងហើយតែ បាទ ខ្ញុំនិយាយគឺខ្ញុំនិយាយការពិតខ្ញុំអត់មានខ្លែងមូសាពាក្យឬបលឹះឬអីអត់សោះ បាទមកយាយ អត់មានទេ អស់អ្វីបន្ថែមអីមែនទេ ខ្ញុំ ចង់និយាយអ្វីទៅកូន អីបញ្ជាក់សោបដាបន្តិចទៀតថាតើកូនមកយាយចាប់ផ្ដើមស្គាល់គ្នាជាមួយនឹងគ្រូនោះបាទចាប់ពីឆ្នាំណាហើយគាត់ចាប់ផ្ដើមផ្លែកអិរិយាបថបាទចាប់ពីឆ្នាំណាឆ្នាំណីរហូតមកដល់បច្ចុប្បន្ននេះ គាត់ឆ្កល់គ្រូហ្នឹងតាំងពីឆ្នាំ2012មកនោះ 2012ណា ចា2012មកហ្នឹងដូចថាដូចខ្ញុំនិយាយថាគាត់អាសាទៅរឿងអូមអាមអីលុកដូរអញ្ចឹងដល់ក៏ចេះរាប់អានគ្នាទិញដើមកាលហ្នឹង2012 13 14អីចឹងនៅប្តីមិននៅចេញចូលធម្មតានេះប្តីបើកឡានចេញចូលអញ្ចឹងរាប់អានគ្នាអញ្ចឹងធម្មតាដល់ចាប់ផ្លែកមកមកត្រឹមកូវីដ2019នេះគាត់និយាយទូរស័ព្ទច្រើននៅកលុំភួយខ្ញុំចេះទៅតាមដាន អូនិយាយ ចានិយាយទូរស័ព្ទតាមដានឲ្យមកខ្លាំងបំផុត2019ពេលកូវីដបិទខ្ទប់ប្តីគាត់ធ្វើទាហានប្តីអត់ចាប្តីបិទខ្ទប់គេអត់មកឃើញទេឡោះហើយគាត់មានពេលមានឱកាសមួយយប់ទល់ភ្លឺ និយាយមួយគ្រូហ្នឹងគ្រប់ ចានិយាយទល់ភ្លឺមកខ្ញុំហ៊ាននិយាយថាទល់ភ្លឺពួកខ្ញុំស្ដាប់ខ្ញុំមិនចាប់អារម្មណ៍ចុះមកកដាលយប់ចុះមកបាត់ជើងវិញវាចេះតែលឺម្ល៉េះហើយខ្ញុំចេះតែឈរស្ដាប់ទៅតែយើងស្ដាប់បាត់បានគាត់តែលឺទងងុំចាប់ដើមផ្លែកចាប់ដើមផ្លែករៀងចេះសង្ស័យចាប់ដើមផ្លែកចាប់ដើមរៀងចិត្តឆ្និតមួយគ្រូនឹងខ្លាំងឃើញទេ បាទ ហើយដល់យើងចាប់ដើមសង្ស័យ ចុះអ្នកម្ដាយមានបាននៅក្នុងនាមយើងជាម្ដាយមានបានតែថាប្រាប់ណែនាំអូសទាញគាត់ពួកគាត់គឺពេលនោះគឺជាមនុស្សមានគ្រួសារមានប្តីហើយបើគាត់ធ្វើរឿងនេះគឺវារឿងដែលខុសនឹងសិលធម៌អ្នកម្ដាយមានបានប្រាប់អូសទាញគាត់ទេពេលនោះ អូទាញដែរតែគាត់ថាគាត់មុនដំបូងគាត់ក្រោយមកគាត់កាន់តែសុបចូលមួយគ្រូនឹងសុបខ្លាំងហ្មងមកគាត់សុំប្តីគាត់លែងខ្ញុំក៏បានយំស្រែកហៅប្តីមកនិយាយគ្នាថាកុំអោយលែងប្តីលែងអីអញ្ចឹងអត់មានលែងទេហ្នឹងនិយាយប្រវត្តិពេញកុំលែងអីអញ្ចឹងគាត់ថាអត់ទេលែងប្តីហ្នឹងលែងដោយសារគឺខណ្ឌសន្តិវិធីលែងដោយសន្តិវិធីជាមួយគ្នាកុំអោយកូនដឹងអត់រួមចំណែកមួយគ្នាតែនៅផ្ទះគ្នាដើម្បីរស់ចិញ្ចឹមកូនទាំងអស់គ្នាអាហ្នឹងដំបងទីគាត់ធ្វើគាត់និយាយអញ្ចឹងហើយនៅគាត់អត់ទេប្តីនៅដោយប្តីពុននៅដោយពុនប៉ុន្តែយើងនៅផ្ទះជាមួយគ្នាដើម្បីកូនធំដល់តែយើងក៏គាត់ថាអញ្ចឹងយើងកុំដឹងខាត់មិនប្តីពុនគេបែកបាក់គ្នាក៏យើងអត់ដឹងថាមិនដែរដល់តែយូរទៅបន្តិចទៅកាន់តែជ្រៅទៅលែងឡើងមែនតែណាលែងមកកមឺតមកអីដាក់ខ្ញុំអញ្ចឹងភ្នែកខ្ញុំធំភ្នែកតូចដាក់ខ្ញុំតលេតកឡោតអញ្ចឹងណាចាប់ផ្ដើមកាត់ទៅចេតនាមួយចាពី2019ហ្នឹងតាំងទៅធ្វើមកឲ្យគេហូបគេឲ្យប្រាក់ខែមួយខែ300ព្រលឹមចេញប្រឡុកចូលទៅធ្វើបាយគេហូបមិនអត់ទៅ ធ្វើបាយឲ្យគ្រូនឹងហូបតែនៅគ្រូនឹងហូបចាមិននៅទេគាត់ទៅធ្វើពេលថ្ងៃមានឡានមួយដឹកទៅដឹកមកដឹកគ្រូទៅដឹកមកហ្នឹងចាប់ដើមវិវាទមួយប្តីនេះណាវិវាទហើយកម្មកោហើយហ្នឹងហើយក៏អ៊ំសុំបញ្ជាក់តិចមើលតើប្តីគាត់មានកំហុសអីអត់ដែលប្រពន្ធសុំលែងបាទរឿងកំហុសប្តីប្រពន្ធគាត់កំហុសក៏វាមិនជាច្រើនវាតិចតួចទេវាមិនមានកំហុសអីបៃតប់គ្នាឬមានស្រីមានអីវាអត់មានជេរបចោលគ្នាក្នុងផ្ទះឲ្យខ្ញុំឮគឺវាអត់មានទេចឹងដើមចោលនៃការដែលធ្វើឲ្យលេងប្តីគឺដោយសារគ្រូនឹងទាំងដល់ទី3ចូលហ្នឹងខ្ញុំចាដោយសារតាក់តងហ្នឹងរឿងហ្នឹងដែលថាបើថាវាបៃតប់ឬឆ្លោះគ្នាជេរបចោលអីគ្នានៅផ្ទះខ្ញុំលឺខ្ញុំឃើញហ្នឹងប៉ុន្តែវាអត់វាធម្មតាវាតិចតួចវាមិនអត់ទេប្តីពន្ធឃើញទេប៉ុន្តែថាឥឡូវថាលែងលះគ្នាវាលែងទៅចោះយើងចប់រឿងប្តីហ្នឹងប៉ុន្តែរឿងគាត់នេះវាកាន់តែទីជម្រៅទៅព្រលឹមចេញទៅធ្វើបាយប្រលប់ឡើងមកអស់ពីមកក្រោយមកម៉ោង2:10ម៉ោង1ម៉ោង2:10ម៉ោង1ក្រោយមកទៀតខ្ញុំចាប់ផ្ដើមឃើញផ្លែកញ៉ឹងទឹកសុទ្ធមកដល់មកលែងមួយទឹកលែងផឹកទឹកលែងជុះក្នុងបាត់ជើងបាត់ដៃក្នុងគុនក៏អត់ទៀតខ្លាចផ្ទះខ្លួនឯងហ្មងចាខ្លាចផ្ទះខ្លួនឯងអញ្ចឹងយកអាទឹកសុទ្ធគ្រូនឹងយកមកលុបមុខលាងអីខ្លួនឯងទៅចាលុបមុខដុសមិញអីតែទឹកសុទ្ធមកដល់ចុះទឹកពីងទឹកធន់អីឡើយប្រើអត់តោះអត់ចូល
អត់ចូលទៅកតុបទឹកវិញទៅក្រោយក៏អត់ចូលទៀតខាងឡើងដល់ចូលឡើងដេកភ្លុកឡើងដេកហ្នឹងក៏គេបិទទ្វារចិត្តចាក់សោលែងយប់អត់មានវាកូនចៅកូនចៅញាត់ទៅត្រឹកពេលគាត់មកពេលយប់ឡើងគាត់កូនចៅមកដល់កូនចៅមកឈរចាំបើកទ្វារឲ្យវាថាអញមិនមែនមកតែឯងណាអង្គរីអញមកមកឆ្មាអញមកខាង3អង្គរីអញមកជាមួយកុំគាត់ដើរចូលផ្ទះគាត់ថាគាត់មិនមកតែឯងអញ្ចឹងមិនន័យថាគាត់មានមកបាក់ពួកគាត់កុំអាណាចង់ធ្វើអីអញប្រាប់ឲ្យហើយចឹងនៅពេលដែលគាត់ចុះចេញពីផ្ទះនៅថ្ងៃណាខែណាឆ្នាំគាត់ចុះចេញពីផ្ទះថ្ងៃទី11ខែ11ឆ្នាំ2021ពេលវេលាពេលម៉ោងហែលជា6ព្រឹក6ព្រឹកយកអីចុះចេញកន្លែងអត់មានយកអីទៅគ្រូតេដៃតេមកមាសផ្លាទីនទេអត់យកអូមាសផ្លាទីនគ្រឿងក្រៅយកទៅអស់លីងមុនហើយអស់លីងចាក្រោយមកទៀតមករកប្លង់ផ្ទះប្លង់អត់ទេអាពេលទៅហ្នឹងអាពេលមកររួមមុនហ្នឹងឯងអាពេលទៅនេះអត់មានយកអីទេតែមុនហ្នឹងផ្ទះមួយល្វែងតម្លៃ110,000យកទៅបាត់ណាផ្ទះហ្នឹងយកទៅដាក់បាត់ហើយលក់ឲ្យបងប្អូនគេឬយ៉ាងណាអស់គាត់ចុះទៅមិនមែនតែខ្លួនទេមិនមានខ្លួនទេហើយមាសពេជ្រនៅខ្លួនហ្នឹងតែកតែដៃនៅជាប់នៅខ្លួនហ្នឹងច្រើនមកគាត់ណាជៀនពេជ្រតែកពេជ្រខ្ទង់ជាង110,000លុយនៅក្នុងខ្លួនអត់មានតែផ្ទះតម្លៃ110,000លុកចេញនៅផ្ទះហ្នឹងលក់ហើយយកលុយទៅក្នុងមិនមែនលក់ឲ្យអ្នកផ្សេងចេះតែផ្ទះហ្នឹងវាមានដំណើរមកលក់ឲ្យក្រុមគ្រួសារបារមីរបស់គាត់បាប្តីគេហ្នឹងអូលក់ឲ្យក្រុមគ្រួសារបារមីហ្នឹងហើយចាំមានបានលុយបានអីយកមកផ្គត់ផ្គង់កូនចៅដែរទៅអស់មកអត់មានបានចំណាយអញ្ចឹងកូន3នាក់នេះគាត់អត់បានចំណាយពីម្ដាយសោះអត់បានទេគាត់តែពីមុនយើងទៅវាជួសជុលផ្ទះបាននិយាយជួយចាំបានខ្ញុំអ្នកចិញ្ចឹមនេះកូនហ្នឹងគឺខ្ញុំអ្នកចិញ្ចឹមអូមកតបផ្សំទេតែខ្ញុំគាត់ទៅហ៊ានចាហើយវារៀនថ្នាក់ទី12បាននៅទៅគ្រូហ្នឹងជួយគ្រូគេអត់គេរៀនគួរគេអត់ដែលយកលុយគាត់ទេយើងនិយាយទៅកុំភ្លេចគុណគេណាបាទអញ្ចឹងឥឡូវអត់អីទេអញ្ចឹងជាចុងក្រោយអ្នកម្ដាយមានអ្វីបាទតាមរយៈវីដេអូនេះបើគាត់បានទស្សនាបានឃើញម៉ាក់យាយចង់និយាយទៅកាន់កូនស្រីបាទដែលអះអាងថាកំពុងតែត្រូវអាគមខ្មៅចងគាត់ហើយនឹងមួយទៀតមានអ្វីចង់សំណូមពរទៅកាន់គ្រូនោះបាទខ្ញុំមានសំណូមពរដូចថាឲ្យគ្រូនឹងឃើញវីដេអូកូនស្រីគាត់ធ្វើនំគោកកំណត់លើកណាគាត់យំលើកណាក៏គាត់យំខាងក្តីស្រឡាញ់ម្ដាយគ្នាយំទាំង3អបគ្នាខ្ញុំក៏យំតាមដែរតែឥឡូវនឹងឃើញជាក់ស្ដែងមិនថាមុនការឃើញក្រែងថានិយាយមិនពិតតែឥឡូវក៏ជាក់ស្ដែងឃើញហើយខ្ញុំចង់ឲ្យគ្រូហ្នឹងឲ្យដោះលែងអំពើហ្នឹងឲ្យកូនវិលមកជួបជុំកូនចៅគាត់វិញគាត់យកគ្នាក៏យកទៅខ្ញុំអត់ខាត់ទេអត់ខាំងទេណាខ្ញុំអត់បំបែកបែបតែសុំចិត្តមេត្តាដោះអំពើចិត្តអាក្រក់ហ្នឹងអំពើឈ្មោករោគហ្នឹងឲ្យគាត់ស្គាល់កូនស្គាល់បងស្គាល់ប្អូននិងស្គាល់ម្ដាយបាទតែប៉ុណ្្នឹងទេចាហើយឧទាហរណ៍ខ្ញុំសូមបន្ថែមកន្លែងនេះទៀតឧទាហរណ៍ថាប្រពៃណីខ្មែរយើងបាទធម្មតាអ្នកណាដូចថាយកគេយើងមានកូនស្រីគេយកកូនយើងហើយគេកាត់កាន់មិនឲ្យកូនហ្នឹងមកស្គាល់ម៉ែស្គាល់ឪស្គាល់កូនស្គាល់ចៅតើចិត្តជាម្ដាយគិតមិនដែរគឺអត់មានទេបាទប្រពៃណីខ្មែរយើងគឺវាអត់មានអញ្ចឹងវាខុសឆ្គងខ្លាំងណាស់ទុកបីអ្នកនឹងរត់តាមគ្នាទៅព្រៃទៅផ្ទៃណាងណាក៏ត្រឹមកូនមួយកូនពីរក៏វិលមកជួបម្ដាយវិញទេបើអានេះអត់ចានឹកឃើញម្ដាយនេះគឺអត់អាលីងខ្ញុំសុំសួរម៉ាក់យាយមួយសំណួរបាទចង់ឲ្យម៉ាក់យាយឆ្លើយថាតើម៉ាក់យាយមានអីមកវាស់មានអីមកថ្លឹងដែលម៉ាក់យាយហ៊ានចោទថាកូនម៉ាក់យាយត្រូវអំពើខ្មៅអំពើងងឹតរបស់គេថ្លឹងវាស់ថ្លឹងដោយសារអីដោយសារគាត់មិនស្គាល់កូនមិនស្គាល់ម្ដាយមិនស្គាល់បងប្អូនអត់ស្គាល់តល់តោះដាច់អ្នកនងដាច់អ្នកនងខ្ញុំកន្លែងហ្នឹងមួយគឺឲ្យប្លែកទៀតកលើតកលាប់មកដល់ផ្ទះកលហ្នឹងលើតកលាប់ភ្នែកទូភ្នែកធំនិយាយបូនមាត់បូនកកលើតកលាប់ម្នាក់ឯងចាប់3នាក់ចាប់អត់ឈ្នះណាអូអញ្ចឹងទៀតចា3នាក់ចាប់អត់ឈ្នះពេលធ្លាប់ណាបរិយខ្មោចចូលហើយថ្ងៃគាត់អល់ខ្ញុំឆ្លេវហើយបងធាក់ទ្វាររចូលចង់មកខ្ញុំខ្វះវាអត់ឲ្យបងចូលបងស្រីវិញអែលវាទៅអែលខ្ញុំមកតងអែលចេញហើយនៅធម្មតាទៅអូចាប់តាមធម្មតាវិញគាត់ចាញ់យើងថងយើងនិយាយល្អសំដីល្អលួងទៅចាហើយខ្ញុំនិយាយហើយខ្ញុំនិយាយទៀតខ្ញុំអត់ខ្លាចតែខ្ញុំនិយាយថាគាត់ត្រូវអាគុំរបស់គេគឺខ្ញុំអត់ខ្លាចទេព្រោះខ្ញុំដឹងច្បាស់កូនខ្ញុំពីមុនអត់មានចរិតអញ្ចឹងទេឆ្កល់ម្ដាយបាទនំចំណីទៅផ្សារមួយម៉ាត់ទៅផ្ញើដល់ម្ដាយដែរអត់បានចាគាត់ស្រឡាញ់ម្ដាយកូនអត់មានឲ្យម្ដាយហូបដែរហើយដល់ឥឡូវស្រាប់តែផ្ដាច់ប៉ិតអញ្ចឹងរឿងអីមិនត្រូវអាគុំគេមួយខ្ញុំសួរមួយទៀតអ៊ំតើហេតុជាការដោយសារអ៊ំដាច់ណាត់មិនទទួលគ្រូនឹងធ្វើកូនភាសាទេបានគេមិននាំ
កូនអ៊ំមកលេងទៀតអត់តែអត់ដែលនិយាយអីផងអត់ផងអត់មានដែលនិយាយអីអត់មានរឿងទេណាចាអត់មានរឿងអីផងអត់ស្មានតែអ៊ំហ្នឹងគឺដាច់ណាត់ថាមិនឲ្យយកបែកប្រុសជាគ្រូទាយហ្នឹងគ្រូអាគមហ្នឹងយកធ្វើកូនភាសានិយាយទៅម៉ាក់យាយអត់បានរៀបរៀងសេចក្តីស្នេហាទេរៀបរៀងទេខ្ញុំអត់បានរៀបរៀងទេគេយកបាទចាខ្ញុំបានរៀបរៀងទៅបីលេងប្តីខ្ញុំខាត់ដល់ប្តីក៏ខាត់មួយឈ្នេះក៏គេលេងតាមផ្លូវច្បាប់របស់គេក៏រួចហើយតែដល់ពេលមួយគ្រូក្រោយហ្នឹងអត់មានបានហាមខាត់គេទេអត់អ្វីដែលចង់និយាយផ្ដាំផ្ញើជាចុងក្រោយទៅកាន់កូនស្រីបើសិនជាគាត់នៅមានសតិបានឃើញវីដេអូរបស់លោកយាយជាម្ដាយខ្ញុំចង់ផ្ដាំផ្ញើថាកូនបើកូនបានមើលដល់ពេលកូនធ្វើនំខូចកំណើតកូនឯងកូនសុកស័យទូចឯងទាំង3គាត់ធ្វើនំខូចកំណើតលើកណាក៏គាត់យំដែរលើកនេះគាត់ធ្វើអញ្ចឹងជំនុំពោដល់កូនឲ្យឃើញអញ្ចឹងកូនបើកទូរស័ព្ទមើលឃើញកូនមានសតិសម្បញ្ញៈថាខ្ញុំជាម្ដាយហើយខ្ញុំជាកូនត្រូវតែនឹកមករកកូនរួមម្ដាយកូនកុំធ្វើអញ្ចឹងអត់នេះកូនត្រូវតែគិតឃើញកូនម៉ែមិនជឿថាកូនគិតមិនឃើញទេកូនគិតឃើញប៉ុន្តែកូនខ្លាចអ្វីណាមួយគឺកុំខ្លាចទៅសោះបាទ3នាក់រហូតនេះ3នាក់រហូតជាឈាមរបស់កូនឯងទោះបីកូនឯងឆ្អប់ប្តីណាថាកូនអាឈាមខ្មៅទៅទីហោះថាអញ្ចឹងចុះកូនឈាមសឈាមខ្មៅឈាមអីក៏ដោយតែឈាមកូនពាក់កដាលកូនត្រូវតែវិលមករកកូនទាំង3ហ្នឹងគឺនៅយំទទួលយំជារៀងរាល់ថ្ងៃឲ្យតែពេលខួបកំណើតក្តីស្រឡាញ់អ្នកម្ដាយនេះមួយជូនផ្កាឲ្យយាយកូនយំហួយកូនឯងលឹកកូនផងណាកូនសុំកូនភ្ញាក់រលឹកឡើងបាទហើយប្រាប់គ្រូនឹងទៅប្រាប់ថាខ្ញុំចង់ទៅលេងជាមួយកូនចង់ទៅលេងជាមួយម្ដាយបើមកជួបម៉ែជួបកូននឹងឃើញខ្ញុំអស់ចិត្តហើយបាទខ្ញុំអត់មានចង់បានអីបំបែកបាក់ឬក៏ចង់បានលុយបានកាយអត់ចង់បានទេចង់បានតែសន្តានចិត្តកូនឲ្យមកទឹកមកលេងម្ដងក៏បានដែរដូចកាលពីមុនក៏មិនតាន់លេងណែងប់ងល់ហ្នឹងណាកាលមិនតាន់ងប់ងល់មិនតាន់ត្រូវអាគុំគាថាហ្នឹងណាបានខ្ញុំហ៊ានថាត្រូវអាគុំហ្នឹងកុំខឹងខ្ញុំពិតណាស់អូនពិតណាស់លោកគ្រូឯងធ្វើអីលោកគ្រូដឹងហើយកុំថាខ្ញុំថាបលើសខ្ញុំអត់បលើសទេមិនចោតទេណាខ្ញុំអត់ចោតទេគឺនិយាយការពិតបើលោកគ្រូមិនធ្វើកូនខ្ញុំអត់វង្វេងអញ្ចឹងទេអត់ថាហ្នឹងទេចាបាទអរគុណ